បាទចឹងឥឡូវនេះយើងចូលមកដល់ការប្រកួតគូមិត្តភាពបាទអន្តរជាតិហើយបាទដែលជាគូទី3បាទអរគុណបាទចឹងឥឡូវនេះបាទទស្សនិកជនបាទជាទីមេត្រីបាទឆ្លៀននៅក្នុងឱកាសនេះបាទដោយសារការអញ្ជើញដល់បាទរបស់គណៈធិបតីដែលលោកអញ្ជើញជាកិត្តិយសបាទការចូលរួមទស្សនាផ្ទាល់ទឹកដីខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទជាដំបូងខ្ញុំបាទក៏សូមគោរពវត្តមានអាដាមវ៉ាសុធាបាទដែលជាទីប្រឹក្សាផ្ទាល់សម្ដេចរដ្ឋសភាធិបតីខួនសុដារីជាទីគោរពបាទនឹងជាបន្តក៏សូមគោរពបាទលោកធីសកលបាទដែលជានាយកផលិតកម្មនិងប្រតិបត្តិការក្រុមហ៊ុនខ្មែរ Beverages ជាទីគោរពបាទចឹងសម្រាប់ការប្រកួតរស្មីគុណខ្មែរបាទជាមួយនឹងកីឡាករមីយ៉ាន់ម៉ាបាទនៅពេលនេះបាទប្រសិនបើឈ្នះបាទទៅលើគូប្រកួតអាដាមវ៉ាសុធាបាទលោកឧបត្ថម្ភចំនួន1 លានរៀលផងដែរបាទបាទរស្មីបើឈ្នះណាចៅក្រមត្រៀមប្រុងព្រៀបប្រកួតវើកសេនាគុណខ្មែរយន្ត8ទិសគូមិត្តភាពអន្តរជាតិរវាងកម្ពុជានិងមីយ៉ាន់ម៉ាទឹកទី1 round 1បាទទឹកទី1 round 1ធាក់មួយរបស់រស្មីតត់ជើងក្រោមស្រាលអូយផ្ទះខាងលើមួយរបស់រស្មីធាក់ចេញមួយពីបង្គោលខៀវតត់អត់ដល់ទេពីបង្គោលខៀវមីយ៉ាន់ម៉ាបង្គោលក្រហមគុណខ្មែរណែចូលមកដៃចាប់ជាប់ទាញមកជង្គង់មួយសិនចាប់កាច់បាទគីឡូ51អ្នកគ្រូអញ្ញាកដាលមិនពិបាកទេធាក់មួយទៀតអាយ៉ាធាក់ចូលដៃអូយបាទទាត់មួយរបស់រស្មីចូលតំបន់ហាមឃាត់តែមិនអីទេបន្តដំណើរបាទធាក់មួយរបស់បង្គោលខៀវទាត់ពីបង្គោលក្រហមធាក់កាត់ណែធាក់សងវិញអត់ចូលធាក់មួយទៀតអត់ចូលទៀតពីរដៃអត់ចូលដដែលទាត់ជើងក្រោមស្រាលផ្ទះក្បាលពោះទាត់ខាងលើទាត់មកវិញចូលកដាប់ដៃរបស់បង្គោលខៀវរស្មីដើរចូលទាត់កាប់ចូលមកដៃវិញចូលមកដៃទៀតរបស់បង្គោលខៀវទាត់ជើងក្រោមពីរស្មីដៃរបស់បង្គោលខៀវទាត់មកវិញពីបង្គោលខៀវចាប់លើកកាច់ទម្លាក់ពីរស្មីពីរដៃចូលមកដៃទៀតអូយមួយកែងបាទដេញវាយរស្មីឆាកផុតបត់មកកែងទៅទាត់ជើងក្រោមទាត់ខាងលើធាក់អត់ដល់ទេរស្មីកិច្ចផុតចូលដៃអត់ទៀតបាទវាយអើយអត់ចូលទាត់មួយជើងចូលអូយចាប់ជើងបានហើយក្រឡែងស្អាតណាស់ដើរចូលគោលខៀវទាត់ពីបង្គោលក្រហមទាត់ពីបង្គោលខៀវពេញទាត់ពីបង្គោលខៀវទៀតទាត់ពីបង្គោលខៀវទៀតណែមកកែងនេះឆ្ងាញ់ដោយភេសជ្ជៈពើកម្លាំងវើកចូលមកដៃទាត់ជើងក្រោមហៅថាកាប់គោលរំជួយមេឃចូលដៃពីបង្គោលខៀវចាប់កាច់ទម្លាក់បាត់ហើយអត់អីទេបាទទឹកទី1ក៏ជិតដល់កាប់ជើងក្រោមកាប់មួយជើងវិញដំរីថ្វាយការពីបង្គោលខៀវណែបាយឆ្វេងស្ដាប់កាប់ជើងក្រោមបត់កែងមួយទៀតធាក់មួយទៀតពីរស្មីអូយធាក់មួយទៀតពីរស្មីកាប់ជើងពីបង្គោលក្រហមធាក់ពីបង្គោលក្រហមចូលចាប់កែងមួយពីបង្គោលក្រហមចាប់ក្បត់អូយបាទចាប់ទឹកទី1វិញហើយបងប្អូននៅក្នុងបាទទឹកដីណែអូពុំបាយបងប្អូនដូចច្រើនម្លេះតោះឥឡូវទស្សនាវីដេអូយឺតធាក់ចេញមកមួយនៅក្នុងដៃសោចូលបេះមកដៃទាត់កាត់មកជើងចូលឆ្អឹងជំនីចាប់កាច់ទម្លាក់ពីរដៃ3ដៃបត់មកកែមនេះផឹកកាប់មួយជើងទៀតចូលមកដៃកាប់មកកែងរបស់រស្មីកាប់ជើងក្រោមបត់មកកែងខាងលើ
ធាក់មួយទៀតចូលគល់ក អ្នកទឹកចេញក្រៅសខេនអងវើកសេនាគុនខ្មែរយន្ត8ទិសគូមិត្តភាពអន្តរជាតិរវាងកម្ពុជានិងមីយ៉ាន់ម៉ាទឹកទី2 round 2 ទឹកទី2 round 2 បាទក្នុងប្រភេទទម្ងន់51គីឡូក្រាមបាទបង្គោលខៀវនេះគឺស្វិតដាក់អូយអត់ទៅបាទខ្ញុំនិយាយឲ្យថាបង្គោលខៀវនេះក៏ស្វិតដែរនេះអូយបាទបង្គោលខៀវនេះក៏ស្វិតដែរមិនណយទេបាទជួបជាមួយលងពិសិដ្ឋ3ទឹកពេញឥឡូវនេះចាំមើលជួបជាមួយរស្មីណែខ្នងដៃសូទុតមួយជើងទៀតជង្គង់ហោះអូយចាញ់ក្បាច់ហើយជង្គង់រស្មីកែងបានស្បែកកណ្ដប់ដៃរបស់បង្គោលខៀវអាយេណែកាប់ជើងក្រោមកាប់គល់រំជួយមិនណែចូលដៃគុំធៀមវិញចាប់កាច់លោកស្រីអាញាកណ្ដាលបាទកញ្ញាអាញាកណ្ដាលច្រឡំលោកស្រីអធិស្ឋានខូច credit របស់គាត់បាទណែអីសីដាច់ឈានអត់ចូលបាទធាក់កាត់ពីរស្មីណែចូលវិញអាយ៉ាដល់ពេលហើយបងប្អូនសុំកម្លាំងចិត្តមួយមកបាទអូយបាទដល់ពេលប្រើហើយបាទចេះអីប្រើចេញអស់បាទណែខ្នងដៃសូអត់ដល់បាទចូលដៃចាប់កាច់មកអូយជុកគង់ហោះរបស់រស្មីធាក់របស់រស្មីបង្គោលក្រហមតែឥឡូវយើងនិយាយក្រហមនិយាយខៀវណាបាទឆក់ដៃមួយរបស់ក្រហមដៃរបស់ខៀវអត់ដល់ចូលកណ្ដាប់ដៃរបស់ក្រហមខៀវដេញតាមពីដៃឆាកផុតពីក្រហមពេលជាពើកម្លាំងវើកបង្កើនធម្មពលអត់ជប់ឈរទៅទៀតចូលអត់ចេញអាវុធទេអូយមួយជើងថែម្ដាយទៅអត់ទៅទេមួយជើងទៀតរស្មីចង់អត់ទៅប្រេះបាទរស្មីចង់ឆ្ងល់ហើយបាទរស្មីចង់ឆ្ងល់ហើយអូយអត់អីទៀតបាទអានឹងបានគេហៅឡើងមកវៃអស់ពីចិត្តពីថ្លើមឈ្នះចាញ់យ៉ាងណាចូលដៃអាយ៉ាលេងហើយមួយដៃទៀតរបស់រស្មីអត់អីទៀតធាក់មួយជើងទៀតបង្គោលក្រហមអត់អីទៀតមួយដៃទៀតអត់អីទៀតមួយដៃទៀតរបស់ក្រហមអត់ទៀតណាកែងអូយ Doctor បាទអូយតាមពិតបង្គោលខៀវគាត់ពិតជាស្វិតមែនហើយបើចូលពេញពេកបាទអូយបងប្អូនបាទកីឡាគុណខ្មែររបស់យើងគ្រោះថ្នាក់ណាស់ឃើញទេបងប្អូនបាទលោករេគីថាមួយជើងនេះអត់អីបាដៃនេះអត់អីដល់ពេលចុងក្រោយអត់ហ៊ាននិយាយថាអត់អីទេបាទគឺអីណែមួយជើងចូលធ្គាមណានេះបាទមិននៅទេមួយជើងដែរលោករេគីនិយាយថាអត់អីនឹងអត់អីរហូតអត់អីរហូតអត់អីទៀតហើយចាំមើលអីបដ ாய் បាទកន្លែងនេះអីបាទហ្នឹងនេះកន្លែងអីអូយបាទនិយាយពីចូលគុំធ្គាមនេះធ្គាមអូឆ្ងាញ់ណាស់បាទដូច World Class ឲ្យទៅជាក់បន្តិចនិយាយពីជាតិបាទមកជើងនេះអូបាទតសើបាទគាត់រឹងណាបងប្អូនរឹងអត់រឹងណាស់បាទរឹងណាស់ឥឡូវនេះលោកគ្រូពេទ្យជួយសង្គ្រោះបឋមសិនបាទសង្គ្រោះបឋមមួយជើងអំបញ្ញមិញរបស់រស្មីនេះគឺយើងទទួលស្គាល់ថាកីឡាករគាត់ពិតជាស្វិតពិតជាតាន់ពិតជាបានហាត់ហើយបាទអរគុណច្រើនអរគុណបាទទីហើយបាទការប្រកួតបាទឥឡូវគាត់រៀងបានធូរស្រាលតិចហើយបាទអត់ទេបាទគាត់អត់ទេគាត់នៅវែងឡើយទេនៅវែងឡើយទេបាទជួយគាត់សិនបាទសុំអ្នកឲ្យទឹកយើង
បាទ បាទខាងខ្មែររបស់យើងជួយគាត់បន្តិចទៅ ជួយគាត់តិចបាទ បាទដើម្បីកុំឲ្យគ្រោះថ្នាក់ជាងនេះព្រោះកាលណាដែលគាត់វែងផងទុនផងធ្លាក់ទៅវីវបដ ாய் បាទពួកអត់មានកម្លាំងទប់អរគុណប្រកោទុនទីបន្តជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការ តាមរយៈផ្ដួលដៃគូឲ្យសន្លប់នៅក្នុងទឹកទី2ជ័យជំនះបានទៅលើបង្គោលក្រហមរស្មីគុណខ្មែរ បាទអបអរសាទរដល់កីឡាករនៃប្រទេសជាតិកម្ពុជារស្មីគុណខ្មែរដែលទទួលបាន